cô chọn mày wow em bay đi cái tao nó đặt con đấy hả? Trắng đây. Thỏ đấy, đi một lần. Ô mà này, mình sập bàn này, cái này mình sập bàn. Aron Sosai belum lang yang tu domna tekan khát sim riếm haiទឹកមុខនេះគឺទឹកមុខមិនតន់ដេកគ្រប់គ្រាន់បាទហើយយើងធ្វើដំណើរតាមផ្លូវឈៀលបែបសាបអញ្ចឹងណាស្រាប់សលេងបាត់ចម្រៀងប្រាតាមផ្លូវអញ្ចឹងទៅហើយការធ្វើដំណើរទៅលើកនេះយើងទៅដើម្បីដំណើរកម្សាន្តផងនិងរៀនវគ្គខ្លីជាមួយនឹងក្រុមយុវជនដោយលោកគ្រូផងដែរហើយការធ្វើដំណើរយើងបែបឈឺអញ្ចឹងវាសាបបន្តិចអញ្ចឹងចុះជំនុំជួយអីចឹងដែរដល់ទប់ទឹកដល់គិតច្រើនពេកល្មមអីហ្នឹងដេកពេកហ្នឹងយំដេកលក់ឥឡូវយើងមកដល់កន្លែងញ៉ាំអាហារពេលព្រឹកហើយយើងរៀបចំទៅសឺចូលហៅហើយដាក់ខ្ទាវសិនលោកគ្រូលុចហើយលោកគ្រូសុកកំពុងខកក់មហូបនៅអាហារដ្ឋានបាគងហើយកំពុងអង្គុយចាំកាទៀវបន្ទាប់មកយើងក៏ចេញពីហ្នឹងយើងមកឆ្ពោះមកដល់កាន់បាគងហើយបាគងភូមិខ្ញុំយើងមកដល់នេះមុនម៉ោងប្រហែលជា2ម៉ោងមុនម៉ោងកំណត់ហើយយើងមកដល់នេះយើង check in ហើយអីហូបអាហារអីចឹងទៅញ៉ាំអាហារចឹងណាហើយចូលបន្ទប់ទឹកចូលអីចឹងទៅយើងលុបមាត់ឲ្យឆ្លាស់ខ្លួនតិចទៅប្រេងតំដើរចេញបន្ទប់ទឹកនេះចេញមកទាំងហំហាមទឹកមកដល់ញញឹមប្រព្រាយហើយយើងក៏មកដល់កន្លែងដែលបាញ់ធ្នូល្បីបាញ់ធ្នូបាញ់កាភ្លើងអីចឹងណាហើយនេះខ្ញុំមកដល់ហើយចាំមើលបាញ់បានត្រូវប្រហែលគ្រាប់ដែរបាទហំហាមដល់ហើយនេះមានឯកសណ្ឋានមានកាភ្លើងហើយមានធ្នូមានអីចឹងទៅអ្នកគ្នាហើយនៅក្រោយខ្ញុំណាសតធ្នូសតឧបករណ៍ផ្សេងៗដែលតាំងឲ្យមើលចឹងណាហើយនៅហ្នឹងក៏មានកន្លែងចាប់លេងតុក្កតាដែរចាប់យកតុក្កតាចឹងទៅដាក់អីចឹងទៅហើយក៏មានកន្លែងជួលម៉ូតូជិះផងដែរបាទខ្ជូតមែនតើបាទតូចធំក៏មានដែរហើយយើងក៏មានកន្លែងបាញ់កាភ្លើងដែរបាទហើយកប់សេរីរីតាមដងបាទកាភ្លើងគឺតាំងហ្មងកាភ្លើងខ្យល់គឺអែមមែនតើបាទហើយយើងមកឆែកសេវាកម្មទឹកបាញ់ធ្នូឥឡូវចូលមកដល់កន្លែងបាញ់ធ្នូអីបាទហំហាណាកាន់មកនេះធ្វើដូចអ្នកគេ professional បាញ់ខអត់ហើយតើបានអីយ៉ាងបាញ់ខអត់ហើយបងគ្នាចាប់អត់ហើយអស់សម័យខ្លួនឯងបាញ់ប៉ុណ្ណឹងបាញ់ត្រូវខ្ញុំព្យាយាមក៏បានសម្រេចហ្នឹងមែនខ្ញុំព្យាយាមដែរហើយលើកទី1ដែលមកបាក់កងបានបាញ់ធ្នូបាទរដមទៅហួសមកហួសបាទឥឡូវយើងចូលមកញ៉ាំបាយផងហើយរៀនផងហើយក៏ឆ្លៀតពេលហ្នឹងក៏យើងមកបាញ់ធ្នូលេងកំសាន្តជាមួយនឹងក្រុមយុវជននិងលោកគ្រូអ្នកគ្រូទៅម៉ែមកលុចបាញ់ថាមួយគេស្វិតស្វាញដល់បាទខ្ញុំបាញ់តែបានតែ5នាទីបែកញើសជប់បាទយើងទៅដល់ថ្ងៃត្រង់យើងទៅលេងមុនគេមុនឯងបាទហើយថ្ងៃសកម្មភាពបន្តមានអីទេអស់ស្នៃផងអីផងត្រង់បាញ់ត្រឹមក្រំបងប្អូនអើយងាយទៅនេះខ្ញុំខំពឹងពីងពីឡើងញាត់ដៃថាតាត់ឯងខំស្បេតពេកត្រង់បានត្រឹមក្រំបាទស្បេតទៀតហើយបាទអូ1 2 3ខ້ອຍខោបាត់ហើយហើយឥឡូវយើងចូលមើលទៀតហ៎បាទ1 2 3ភ្លុបត្រូវបាទត្រូវខុសគោលដៅវិញឆ្ងាយហើយគោសំដែរបាទហើយយើងបាញ់លេងឈៀលបែបឈៀលសាបណាយើងមកមុនមកអញ្ចឹងយើងដើររកអីលេងកំសាន្តបន្ធូរអារម្មណ៍ខ្លះកុំឲ្យតានតឹងពេកយើងជិះឡានយូរអីបាទទៅទៀតហើយចូលអត់ទេ1 2 3ខោបាត់ទៅទេហើយយើងក៏ចេញពីបាគងយើងរៀនចប់អីហើយយើងក៏មកដល់ check in នៅបាយ័នអេរ៉ាបាទស្ថានភាពបាយ័នអេរ៉ាយើងមក check in នៅទីនេះដើម្បីគេស្នាក់នៅផងដែរបាទអែមតែបាទហ
ហើយចុះពីលើឡានមានកាបូបទាញវ៉ាលីមកបាទកុំគិតអីច្រើននាំតែសូនសាញច្រើនបាទលោកគ្រូឲ្យបិទទ្វាសើភ្លេចបិទទ្វាហើយតោះយើងធ្វើដំណើរទៅ check in ចូលបន្ទប់ចូលទៅអីចូលគេងបាទល្វើយបែបហើយដើរមករៀងល្វើយបន្តិចតាមផ្លូវតាមអីយើងមកដល់ហើយបាទយើងមកដល់លោកគ្រូទៅ check in ដើម្បីបើកបន្ទប់ឲ្យយុវជនយើងចូលគេងណាសម្រាប់បាទមួយហត់ហើយមកដល់នេះក៏បានទទួលស្វាគមន៍ពីបងនៅស្ថានភាពដែរបាទឲ្យទឹកក្រូចអ្នកមកកៅចេបស្លាស់កបន្តិចហើយមកដល់បន្ទប់ទៅ check in បាទបន្ទប់គឺស្អាតគួរសមដែរបាទអែមែនតើបាទហើយប៉ុណ្ណឹងបើថាគួរសមទៀតដឹងមិនទេបាទនិយាយលើហើយមានកាហ្វេមានអីចឹងណាហើយឈៀលបាទកុំជក់ប្រៃហើយកុំអុចភ្លើងបាទគឺការផាកពិន័យហើយមានច្រើនទៀតហើយលេងមានកោអាងមានអាងហែកទឹកនៅខាងក្រោយដែរបាទធំគួរសមដែរហើយបន្ទាប់ពីហ្នឹងមកក៏យើងល្ងាចឡើងយើងចាប់ផ្ដើមជិះឆ្វែលស្ទឹងរកកន្លែងញ៉ាំអាហារមកដល់គៀន Pop Street ហើយចតឡានចតអីទៅហើយយើងក៏រកកន្លែងញ៉ាំនៅមាត់ស្ទឹងសៀមរាបបាទបែបជាធាសាបសាបហ្នឹងណាមានអីទេប្រុញជូស៊ឺហើយលោកលុចលោកគ្រូជាសុខឲ្យទឹកសុបឲ្យអីញ៉ាំបាយញ៉ាំមីញ៉ាំអីចឹងទៅជុំគ្នានៅនឹងហើយបន្ទាប់ពីហ្នឹងមកយើងក៏ធ្វើដំណើរទៅ Pop Street បាទយើងដើរមើលគេមើលឯងតិចទៅឲ្យស្លាស់មាត់ស្លាស់កតិចគេណាមានអីទេសាបសាបហើយជាមួយនឹងគ្រូជាមួយនឹងយុវជនយើងបាទយើងមានទៅអីដើរសាបហើយមកដល់ផ្សារខ្មែរបាទយើងដើរមកឈៀលបាទមកញ៉ាំការ៉េម្នាក់មកកៅទៅវិញដើរមើលគេមកឯងហ្នឹងណាឧបករណ៍អីរបស់ប្រើប្រាស់គេហៅមកថតអនុស្សាវរីយ៍ច្រើនមែនទែនបាទតែខ្ញុំមិនដឹងទិញមួយណាច្រើនពេកហើយមានការ៉េមានអីចឹងទៅការ៉េនេះមកទិញការ៉េនេះឲ្យបានមកកៅទៅវិញហើយបន្ទាប់មកយើងចេញពីហ្នឹងក៏ទៅផ្សារទំនើបខ្មែរបាទម៉ាតខ្មែរយើងគឺមានច្រើនមែនទែនលក់ដូរនៅហ្នឹងគឺថាមានគ្រប់មុខគ្រប់ម៉ាកចង់មានអីក៏មានដែរតែខ្ញុំដឹងថាមានអីខ្លះខ្ញុំភ្លេចមកមិនអុយតែច្រើនមានឧបករណ៍ផ្ទះបាយក៏មានធ្វើទៅចាក់នំនេះអីចឹងទៅច្រើនណាស់ហើយយើងដើរមើលបែបឆាតសាបតែមានអីទេទាំងជុំចង់បានមួយណាយកមួយហ្នឹងតែជាងលើខ្លួនឯងហើយយើងក៏ឡើងមកជាន់ទៀតបាទយើងមកជាន់ក្រោមអស់ហើយបាទមានអីទេបាទសគ្រឿងកំប៉ុងគ្រឿងដបជាឈៀលហើយតែតំនិយាយមិនចង់ហើយដំណើរកំសាន្តបូកជាមួយនឹងការរៀនវគ្គខ្លីនេះគឺទទួលបានបទពិសោធន៍មួយថ្មីមួយទៀតសម្រាប់ខ្ញុំផងដែរបាទហើយលោកគ្រូជាសុខក៏បាននាំបងយុវជនយើងទៅទស្សនាម៉ាប់ឲ្យfresh តិចណាដើរឲ្យស្រកពួនតិចដល់សារយើងទៅញ៉ាំអីហើយនេះទីនេះមកលក់ច្រើនមែនតើមកសំបីតាគ្រាប់ទុនជាតិក៏មានដែរបាទហើយអរគុណច្រើនសម្រាប់ការមើលតាំងពីដើមដល់ចប់បាទគឺមានតែប៉ុណ្្នឹងឯងបាទអរគុណ